ស្ងៀមដូចទឹកស្ងោរកម្រិតមិនឈឺប្រើពាក្យពីរឃ្លានេះមកប្រៀបធៀបលោកឆោពិតជាស័ក្តិសមល្អណាស់អំបញ្ញមិញជួប្រើក្បាច់គុណនោះមិនដឹងថាលោកគ្រូចាងអាចមើលដឹងថាជាក្បាច់អ្វីដែរទេគឺក្បាច់កញ្ញាំស្ទាំងតូចត្រូវហើយគ្រូចាងពិតជាប្រកែកភ្នែកមែនពិតជាក្បាច់កញ្ញាំស្ទាំងមែនប៉ុន្តែម្យ៉ាងទៀតរួមសងជាមួយនឹងក្បាច់ដៃរបស់គេមើលទៅកម្លាំងធាតុពិតជាក្រាន់បាទប៉ុន្តែបើតាមខ្ញុំដឹងក្នុងពិភពកូនស្រីដែលអាចប្រើក្បាច់បែបនេះមិនច្រើនទេមានតែខ្ញុំក៏ដឹងដែរក្បាច់កញ្ញាំស្ទាំងតូចគឺជាក្បាច់ប្រចាំត្រកូលរបស់ហួជីងកុងអាកាចាស់នោះប៉ុន្តែកូនជូគឺជាកូនរបស់ខ្ញុំច្បាស់ណាស់ណាក៏មិនអាចបដិសេធបានដែរពីមុនកូនស្រីលោកឬមួយក៏ធ្លាប់បានហាត់ក្បាច់កូននេះដែរអីយ៉ាអាកាចាស់នោះស្អប់ខ្ញុំដល់ឆ្អឹងខ្ញុំមិនសំថាឲ្យកូនស្រីខ្ញុំទៅតាក់ទងជាមួយវាទេកូនជូដែលខាតគ្មានឱកាសហាត់ក្បាច់គុណបែបនេះទេឥឡូវរឿងមួយនេះគូបកស្រាយយ៉ាងម៉េចទៅវិញទៅនេះណែអារម្មណ៍លោកម្ចាស់ក្នុងពេលនេះខ្ញុំវិញមិនមែនថាមិនដឹងទេក៏ប៉ុន្តែក្នុងពេលនេះមានរឿងខ្លះគឺរកឹតមិនយល់ជារឿងមិនអាចបកស្រាយឥឡូវរឿងចឹងបានជាកើតមានហើយលោកហេតុអីលោកចង់តែឲ្យខ្ញុំជឿជាក់រឿងព្រៃផ្ដានចឹងឬមួយក៏លោកពិតជាយល់ថានេះពិតជាខ្ចីសាកសពរស់វិញលបងនៃរបស់លោកគ្រូចាងគឺសង្ឃឹមថាលបងអាចស្ងប់អារម្មណ៍សិនចាំយើងរំជួបបាយទៀតលោកឆោនិយាយត្រូវកម្លាំងមនុស្សមិនមែនថាមិនអាចយកឈ្នះព្រំលិខិតទេយ៉ាឥឡូវចិត្តខ្ញុំច្បល់អស់ហើយនាំគ្នាគិតថាគួរធ្វើយ៉ាងម៉េចក៏ធ្វើចុះរឿងមួយនេះពិតជាគិតមិនយល់មីងជូហេតុអីជាប្រាំងក្បាច់ប្រចាំត្រកូលនៃហួងជីងកុងពិតជារមមូលហេតុបកស្រាយមិនបានតែយើងគួរតែស្វែងយល់បានច្បាស់លាស់សិនពាក្យសម្ដីរបស់មីងជូតាមពិតគឺមិនខុសនោះទេកូនស្រីហួងជីងកុងពិតជាសមមែនអាយ៉ាពួកឯងដឹងយ៉ាងច្បាស់ថាហួងជីងកុងគឺដន្លងរបស់គូប្រឆាំងខ្ញុំសិតចម្លែកនោះហេតុអីចោលខ្ញុំទៅសួរវានៅភូមិឋានសាវលៀនបងប្អូនសាវលៀនយើងទៅផឹកស្រាឲ្យចេញមកបងប្អូនសាវលៀនឲ្យចេញមកយើងទៅផឹកស្រាសាវលៀនចេញមកចេះជិញហើយខ្ញុំអត់ទាន់នឹងអាយុហើយឲ្យតែឯងផឹកស្រាម្ដងណាក៏មកអុកលុកកន្លែងយើងដែរឯងស្មានទីនេះជាកន្លែងណាជាភូមិឋានសុជាមិនមែនខាងស្រាទេខ្ញុំនិយាយជាមួយបងប្អូនខ្ញុំសាវលៀនបងប្អូនអញរត់អ្នកណាជាបងប្អូនអ្នកណាគឺបងប្អូនឯងបានធ្វើអ្វីខ្លះជាមួយយើងថាទឹកនោមឆ្មាពីម៉ាក់ក៏មករាប់យើងជាបងប្អូនហ៎បងប្អូនខ្ញុំសាលៀនចាំពីបាននាងជាប្រពន្ធបងប្អូនយើងខានជួបគ្នាជាមួយឆ្នាំទៅហើយនាងតាមពិតនាងជាខ្លាញីមួយក្បាលតែឯងក៏ចាំដែរល្អចេះជិញហើយឯងមិនតាមតែបង្ហាត់យើងតែជ័យយើងទៀតចុះបែរវាងប់អត់តែម្ដងទៅបាទពួកអាចឈប់សិនអ្នកណាហ៊ានកម្រាស់កុំបន្ទោសខ្ញុំអិនមេតាសោះឆាប់ដល់ណាទៀតចាប់បាយទៅវ៉ាចេះជិញហើយឯងក៏ប្រមាថគេខាងពេកណាខ្ញុំរកបងប្អូនខ្ញុំសាលៀនទេល្អណាស់ស្រាល្អមិនផឹកចង់ផឹកស្រាពីណីហ៎ស្រាស្អីទេកុំវាយកុំវាយតោះចាំមិនសិតគ្មានបានការគេប្រមាថប្រពន្ធឲ្យបងនៅក្តីទេហ៎បងគិតគូសាលៀនគេនិយាយថាបងប្អូនដូចដៃជើងស្រីដូចខោអាវឯងបែបមិនព្រោះតែខោអាវមួយក៏ផ្ដាច់ដៃជើងខ្លួនឯងទេដឹងហ៎បើសំថាអញ្ចឹងបងបងបាយឯងនេះខ្ញុំខំលេងហាត់ដើម្បីគ្រួសារនេះខ្ញុំពាក់លេងច្រើនខ្លាំងណាស់ខំតែខ្លាំងណាស់មនុស្សច្រើនម្លឹងក៏ខ្ញុំចិញ្ចឹមរស់មកកំតបានខ្ញុំសម្អាងបងមករលីអស់យូរហើយបងបាយស្រីខាត់លាក់ឯងនេះស្រីខាត់លាក់ឯងមិនកាន់ច្បាប់ស្រីចាំមើលខ្ញុំបដៅឯងយ៉ាងម៉េចលបងទី2មិនបានទេចូលទៅកុំរវល់ជាមួយវាចេះជិញហើយបើឯងហ៊ានទៅចូលមកភូមិឋានស៊ឺជាយើងមកជំហានណាខ្ញុំនឹងទៅរស់រើភូមិឋានរបស់ឯងចាស់ល្អលោកម្ចាស់ទៅមិនបានមែនតែលោកឆោអាចទៅបានតើតែលោកឆោនេះហ៊ានគឺជំនិតចិត្តស្និទ្ធខ្ញុំក្នុងពិភពគុណគេដឹងលើគ្រប់គ្នាយូរមកហើយបើគាត់ទៅមែនច្បាស់ជាត្រូវអាកាចាស់នោះប្រើអំបោះដេញវាយចេញមកជាមិនខាននោះទេលោកម្ចាស់កុំភ្លេចឲ្យសោះក្បាច់សម្រាប់ខ្លួនរបស់លោកឆោគឺល្អពិសេសក្នុងលោកសំបីសិនស៊ុយកុងក៏គាត់អាចទៅមកដូចប្រាថ្នាចុះតម្រាប់ភូមិឋានស៊ឺជាកប៉ិកកប៉ុកអ្នកនាង
អ្នកនាងអើយហើយមិនក៏អាចស្លាប់បានចឹងអ្នកនាងមិនក៏អាចអើយមិនក៏អាចស្លាប់បានអ្នកនាងមិនសំថាឲ្យចោលខ្ញុំឲ្យនៅឯកោនោះទេអ្នកនាងអើយអ្នកនាងទុកខ្ញុំចោលម្នាក់ឯងអ្នកនាងទៅបានឲ្យខ្ញុំรู้នៅយ៉ាងម៉េចទៅអ្នកនាងអើយមើលទៅគាត់ពិតជាដេកលក់មែននៅជិតខាងសម្រាប់ខ្ញុំជួយចាត់គឺមាននឹងការអនុវត្តហើយសាច់កំណត់សត្វសូថនេះប្រៃដែលគាត់ប៉ុនទីនឹងយកមកពីរាជធានីក្រហមចាស់បាត់បាក់រងដល់គាត់ទៅប្រះ សើអ៊ីងពិតជាស្លាប់មែនការតបតែនៅក្នុងបន្ទប់នេះដោយបែបបិទនឹងមានជួបបាននិយាយ ចុកក្បាច់អស់នេះមានទឹកសម្រាប់សាក់សាយមកแล้วទៅមានកញ្ចក់មួយแล้วនឹងមានការធំមួយផងជាមិនសាក្រអូននឹងប្រេងក្រអូនដល់ប្រាស់គឺអាចទៅជាពិសេសពីបាំងស៊ីចាអេកាអញក្តាមយើងនេះរបស់យើងអ្នកនេះរបស់យើងអ្នកនេះរបស់យើងកុំកម្រាស់ឲ្យតែខ្លួនប្រាំឯងទាំងលើទាំងក្រោមទោះជាកន្លែងណាក៏ដោយកម្រាស់តែបន្តិចខ្ញុំនឹងវាយបំបីក្បាលឯងភ្លាមឯងជាអ្នកណាប្រាប់មកឯងជាអ្នកណាមកធ្វើស្អីលុយស្អីនៅទីនេះឆាប់ប្រាប់តាមមកត្រូវចាំណាខ្ញុំឲ្យឯងកម្រាស់ទៅមាត់ទេ ខ្ញុំគឺឆលីហៀង ឆលីហៀងហ៎បើឯងជាឆលីហៀងខ្ញុំគឺជាស្រីកំណាចអ៊ីងជីតាមពិតខ្ញុំដឹងថាឯងជាអ្នកណាយូរហើយឯងកុំប្រាថ្នាចង់លាក់បាំងខ្ញុំខ្ញុំមិនមែនឆលីហៀងមិនចឹងជាណាទេឯងគឺអដេរឆានទៅដែលគួរឲ្យស្លាប់នោះតែខ្ញុំមិនស្មានថាឯងបែរជាថ្លំធំហ៊ានរត់មកទីនេះទេឯងដឹងថាកូនអ៊ីងស្លាប់យ៉ាងម៉េចទេកូនខ្ញុំស្លាប់នៅក្នុងដៃរបស់ឯងនាំទុកដល់ជីវិតគេឯងនាំទុកឲ្យគេស្លាប់នៅមិនគ្រប់គ្រាន់ទេឯងចង់មកធ្វើអីទៀតឯងដឹងច្បាស់ថាគាត់ត្រូវលើកឲ្យកូនទី2នៃអ្នកក្លាហានស៊ីតែឯងនៅហ៊ានមកតាក់ទងជាមួយគាត់ទៀតឯងស្មានថារឿងអញ្ចឹងយើងមិនដឹងទេវាបច្ចុប្បន្នធំណាស់ការប៉ັດអាក្មេងនេះគេយាយសឹងណាកូនប្រសាមកចាំពេលល្អណាស់មើលចុះត្រូវចាត់ការអាក្មេងនេះយ៉ាងម៉េចវិញប្រុសចិត្តអាពេកចង្រៃនេះមួយថ្ងៃតាក់ទងកូនកំមុំគេតាមមើលកប់ទាំងរស់គឺត្រូវហើយកប់ទាំងរស់ដូចជាធូរស្រាលពេកហើយមកតាមយោបល់ខ្ញុំគាត់តែចុចជីបចោធានតឹងវាទៅណាចុចធានតឹងក៏បានប៉ុន្តែខ្ញុំចង់មើលតើគេខ្លាំងជាងពូទី2របស់យើងត្រង់ណានាំទុកឲ្យអ្នកនាងអ៊ីងយើងកើតជំងឺស្នេហាព្រោះគេអាក្មេងឯងនេះក្រោកឡើងមកបច្ចេកក្មេងមានរូបសម្បត្តិល្អណាស់តើអញ្ចឹងបានជាអ្នកនាងអ៊ីងអាចត្រូវគេពង្វក់បើជាហ៊ានបន្លំធ្វើជាឆលីហៀងផងហ៎តាមខ្ញុំយល់ធ្វើជាកូនប្រុសឆលីហៀងខ្លាចក្រែងតែនៅតូចបន្តិចផងទោះបីជាកាត់ទាំងរស់ឬក៏ចាច់ជីបចោលធានតឹងទីតាមខ្ញុំយល់បង្ក្រាបនេះជាមុនសិនទៅ
ល្អមែននេះដូចឆ្មាក់បែកទៅច្បាស់ជាល្អហើយ ទោះបីជាខ្ញុំជាយាយស៊ីងណានមែននោះអ្នកទាំងពីរក៏មិនចាំបាច់សម្លាប់ខ្ញុំដែរ ខ្ញុំសួរអញបាត់ជាឆាលីហៀងមែនទេឆាលីហៀងនឹងយើងមិនបៀតបៀនគ្នាសោះមិនក៏គេមកកាន់ទីនេះតែខ្វល់ថាវាជាឆាលីហៀងឬក៏អត់និយាយរួមវារត់មិនរួចនោះទេហ៎ពូទី2អញជូនយើងមកវិញមិនតាន់ហូបចំណីអីមកយប់ហើយយើងតែធ្វើនំអីឲ្យគាត់ហូបទៅគាត់មិនសំថាទៅបាត់ខ្ញុំក៏ទុកហើយគាត់ច្បាស់ជារងចាំនៅក្នុងប៉មយាមនិយាយត្រូវឲ្យតែលោកប្អូនតែនៅក្នុងប៉មយាមអ្នកក៏រត់រួចដែរ 1261 1262 អាយ៉ាហើយលោកពូខាងនេះមកពីណាវិញតែមិនក៏ខ្ញុំមិនដែលឃើញ ខ្ញុំទៅលោកពូ ត្រូវហើយ មនុស្សចាស់គួរសំពីហើយហើយលោកពូអញ្ចឹងមិនហ៊ានទទួលនោះទេ ហៅខ្ញុំមនុស្សចាស់ឯងវាភ្នែកមិនល្អសោះខ្ញុំទៅតែអាយុ12ឆ្នាំឯងហៅខ្ញុំថាមនុស្សចាស់បើឲ្យរបស់ធំខ្ញុំបានលឺច្បាស់ជាសល់រយៈស្បែកពោះហើយ លោកទៅតែអាយុ12ឆ្នាំទេ ត្រូវហើយថ្ងៃនេះគ្រប់អាយុ12ឆ្នាំមិនលឺមួយថ្ងៃមិនខ្វះមួយថ្ងៃ អាណារបស់ធំលោក របស់ធំខ្ញុំគាត់មានអាយុបងខ្ញុំច្រើនណាស់គួរតែអាយុបងលោកច្រើនទៀតផង ហើយចលបងធំលោកពូជាណា បងធំខ្ញុំហៅថាសៀអ៊ីយិន ខ្ញុំបានគេឲ្យស៊ីខលើថាថ្មីនេះលោកល្បីខ្ទើខ្ទាខ្លាំងណាស់មនុស្សជាច្រើនហៅលោកថាគឺជាអ្នកគុណដានលេខ1ក្នុងលោកជាប់ងារអញ្ចឹងធ្វើឲ្យអ្នកប្រាដាវយកមុខទៅទុកអ្នកណាទេ ខ្ញុំតាំងចិត្តហាត់គុណមិនចាំអង្គរឿងតែដើរចេញពីស្រមច្បាស់ជាប្រឡាក់ឈាមសូមឯងគិតឲ្យមែនតើ មិនខ្លាចខ្យល់ខ្លាំងគួយដេញណាទេឯងក្អាងខ្លាំងម្លឹងទុកខ្ញុំសាកមើលសមត្ថភាពលោកម្ដងចុះចាយលោក គេទៀតហេតុអីចា លោកពិតជាអាចជាប់ងារប្រើតែមួយស្នៀត